មិនមែនជាកិច្ចប្រជុំធម្មតាទេនេះគឺជាកិច្ចប្រជុំកំពូលដែលយើងប្រឹងដើម្បីចូលរួមបានដោយខ្លួនឯង最高峰会议，特定阶级才可以去。它是一种肯定，肯定那些做到的人。កិច្ចប្រជុំមួយនេះគឺសម្រាប់តែអ្នកដែលបានធ្វើឲ្យកើតឡើងពិតប្រាកដតែប៉ុណ្ណោះពួកគេមិនត្រូវបានជ្រើសរើសដោយវាសនានោះទេពួកគេបានជ្រើសរើសចាប់ផ្ដើមចេញគឺជាកន្លែងដែលកំណត់លទ្ធផលមនុស្សគ្រប់រូបដែលបានចូលរួមទទួលបានកន្លែងរបស់ពួកគេតាមរយៈសកម្មភាពពួកគេបានប្រើកម្លាំងរបស់ពួកគេដើម្បីបើកទ្វារដែលបំរុងទុកសម្រាប់អ្នកខ្លាំងចុះអ្នកវិញអ្នកគ្រាន់តែចង់ឲ្យគេមើលឃើញមែនឬទេឬក៏អ្នកចង់ខ្លាចជាអ្នកដែលមានតម្លៃឲ្យគេមើលឃើញកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលដោយមិនពឹងផ្អែកលើសំណាងឬឱកាសមានតែអ្នកដែលសម្រេចបានជោគជ័យប៉ុណ្ណោះដែលអាចអង្គុយកៅអីរបស់ពួកគេបាន你要成功，你就要参加最高峰会议，跟着你就上岸了。លទ្ធផលត្រូវបានកំណត់នៅផ្នែកខាងលើថាតើអ្នកសម្រេចបានវាឬអត់វាអាស្រ័យលើអ្នកទាំងស្រុង